សួស្តីបងប្អូនអ្នកគ្នាវិលត្រឡប់មកជួបវីដេអូថ្មីសម្រាប់ថ្ងៃនេះខ្ញុំនឹងមកបញ្យល់ឬក៏ណែនាំបងប្អូនអ្នកគ្នាពីរបៀបក្នុងការរៀនពី YouTube Channel Free Mentorship របស់ខ្ញុំអញ្ចឹងមេរៀននីមួយៗមានភាពខុសគ្នាអត់មានដូចគ្នាទេតាក់ទងជាមួយនឹង CSNR CRT ក៏ដូចជា ICT concept អញ្ចឹងមេរៀនទាំង3នេះនៅក្នុង Channel YouTube តែមួយក៏ប៉ុន្តែមេរៀនចែកជា3ផ្សេងគ្នាអញ្ចឹងរបៀបក្នុងការរៀនឬក៏របៀបក្នុងការប្រើប្រាស់គឺផ្សេងគ្នាដូចបងប្អូនអ្នកគ្នាដែលគាត់ចូលទៅតែចាប់ផ្ដើមប្រឡូកនៅលើវិស័យ trading ឬក៏ forex បងប្អូនអ្នកគ្នាអាចក៏លេខមកមើល CSNR បានព្រោះ CSNR គឺសម្រាប់ retail trader ដែលគាត់ទៅតែចាប់ផ្ដើមថ្មីថ្មោងនៅលើវិស័យ trade ពីដំបូងបងប្អូនអ្នកគ្នាចូលមក playlist មកមានពាក្យថា CSNR model entry អូខេយើងចូលមកនៅក្នុងនេះមាន7 episode សម្រាប់ក្នុងការរៀនអញ្ចឹងជាដំបូងបងប្អូនអ្នកគ្នាចូលមក episode 1ណាយើងចូលមក episode 1អូខេចូលមកដំបូងគឺ episode 1អញ្ចឹងនៅក្នុង episode 1គឺបង្រៀនបងប្អូនអ្នកគ្នាតកតងជាមួយនឹង support and resistance អញ្ចឹងបងប្អូនអ្នកគ្នាប្រើ2 tab មួយប្រើ training view មួយយ៉ាងទៀតយើងប្រើ YouTube ដើម្បីសម្គាល់មើលរបៀបក្នុងការរៀនឧទាហរណ៍នៅក្នុងនេះចំណុចនេះយើងចាប់ support and resistance អញ្ចឹងយើងដាក់ trading view យើងមកអូខេហើយយើងរក support ណារក support ដូចគ្នាអូខេខាងក្រោមនេះជា support and supportអញ្ចឹងនេះជារបៀបក្នុងការចាប់ណាអញ្ចឹងយើងមើលពី YouTube ហើយយើង scroll មក trading view យើងដើម្បីរកណារកតើវាដូចទៅនឹងmodel នៅក្នុង YouTube អត់រូបភាពនៅក្នុង YouTube អត់ដែលអ្វីដែលខ្ញុំបានបង្រៀននឹងអត់អញ្ចឹងនៅពេលដែលយើងធ្វើបែបហ្នឹងដដែលទៅយើងនឹងខ្លាចជាទម្លាប់មួយហើយសម្រាប់ការ trade អូខេអញ្ចឹងនេះជា resistance and support ណាចឹងនេះ resistance មួយខាងលើខាងនេះដែរចឹងដាក់ដូចគ្នាមកហើយយើងខាងក្រោមនេះជា support ណានេះជា resistance ដូចគ្នាយើងចាប់ជាមកហើយយើងមកមើលក្នុង YouTube អញ្ចឹងនៅក្នុង YouTube បើសិនជាខ្ញុំចាប់បែបម៉េចបងប្អូនអ្នកគ្នាចាប់បែបនឹងដែរមកដូចគ្នាហើយយើងរៀនសម្គាល់អញ្ចឹងនៅពេលដែលយើងធ្វើវាដដែលទៅវាក្លាយជាទម្លាប់ហើយយើងព្យាយាម note ឬក៏ screenshot វាទុកនៅក្នុង PDF ឬក៏យើងអាច save វាទុកនៅកន្លែងណាមួយដែលយើងអាចបើកមើលបានបន្តទៀតណាព្រោះធ្វើអញ្ចឹងដដែលបងប្អូននឹងងាយឬក៏យល់លឿនតែបើយើងមើលវីដេអូហើយចាប់ផ្ដើមទៅ trade នៅលើ trading view ហ្មងយើងអត់ងាយនឹងយល់ទេដូចខ្ញុំអញ្ចឹងខ្ញុំពី experience របស់ខ្ញុំពីបទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្ញុំរៀនជាមួយនឹង inner cycle គឺខ្ញុំធ្វើបែបហ្នឹងដែរអញ្ចឹងបើខ្ញុំចង់ចាប់ FG មួយគឺខ្ញុំយកទាំងវីដេអូហើយនឹង graph ជាក់ស្ដែងយកមកចាប់អញ្ចឹងមកចាប់ហើយបានយើងធ្វើតេស្តជាក់ស្ដែងអូខេជាដំបូងជំហានដំបូងយើងធ្វើនៅ history market សិនកុំតាន់ធ្វើនៅ real market ណា history market យើងឃើញហើយខាងលើនេះជា resistance and support and support អញ្ចឹងខាងក្រោមនេះខ្ញុំចាប់ដូចគ្នាយើងដាក់មក line chart នេះខ្ញុំប្រាប់ពីរបៀបក្នុងការចាប់ line chart គឺមានទាំងអស់ណាឥឡូវយើងដូរដាក់ candlestick គឺមានដូចគ្នាណានេះរបៀបក្នុងការចាប់អញ្ចឹងយើងធ្វើអញ្ចឹងដូចគ្នាហើយព្យាយាម screenshot មានណា screenshot វាមកទំហំបែបនេះមកដើម្បីដឹងថាយើងចាប់ហ្នឹងវាត្រូវជាមួយអ្វីដែលខ្ញុំបាននិយាយអ្វីដែលខ្ញុំបាន identify ឲ្យបងប្អូនអ្នកគ្នា details សម្រាប់បងប្អូនអ្នកគ្នាអត់ណាអូខេអញ្ចឹងយើងដាក់ candlestick ឃើញ resistance នេះគឺប៉ះ resistance and support and resistance and support អញ្ចឹងដូចគ្នានៅក្នុង YouTube ខ្ញុំបងប្អូនអ្នកគ្នាឃើញហើយខាងលើនេះជា resistance and support អញ្ចឹងនៅក្នុងនេះបានបង្ហាញឬក៏ technique មួយចំនួនរបៀបក្នុងការចាប់មួយចំនួនអញ្ចឹងបងប្អូនអ្នកនេះអាច scroll មើលវាដដែលទៅណាអញ្ចឹងវាធ្វើឲ្យយើងមានទម្លាប់មួយហើយព្យាយាម screenshot នៅរាល់អ្វីដែលយើងធ្វើ test រាល់អ្វីដែលយើងព្យាយាម note ទុកអញ្ចឹងកន្លែងដូចគ្នាកន្លែងនេះជា QM ណា QM តែយើងអត់ចាប់ QM ទេយើងចាប់ជា support កន្លែង resistance កន្លែងនេះ sorry ហើយ resistance កន្លែងនេះអញ្ចឹងកន្លែងនេះវាមក pull back ជាមួយនឹង resistance អញ្ចឹងសម្រាប់ concept CSNR ខ្ញុំគិតថាបងប្អូនអ្នកគ្នាអាចរៀនបានហើយក៏ងាយក្នុងការយល់ដែរព្រោះ concept នេះវាអត់មានអីស្មុគស្មាញច្រើនទេណាអញ្ចឹងយើងចាប់ដំបូងមកឧទាហរណ៍ខាងលើនេះជាresistance right here កន្លែងនេះជា QM អញ្ចឹងនៅក្នុងវីដេអូខ្ញុំប្រាប់តែរបៀបក្នុងការចាប់ QM ចាប់ resistance
មានមកចប់អូខេហើយកន្លែងយើងចង់ចាប់ trend line ជាក៏បានដែរណាកន្លែងនេះជា trend line យើងដូរដាក់ candlestick មកឃើញប៉ះ trend line and QM តនេះមាន RBS ឬក៏ SBR ខ្ញុំបានបង្ហាញនៅក្នុងវីដេអូមួយ detail សម្រាប់បងប្អូនអ្នកគ្នាអញ្ចឹងយើងចូលមកវីដេអូទី1មេរៀនទី1មេរៀនទី2ហើយព្យាយាមកត់សម្គាល់វាទុកណាខ្ញុំបានកត់សម្គាល់ដែរនៅក្នុងនេះខ្ញុំបានប្រាប់អំពី RBS ឬក៏ SBR ណា support become to resistance become to support ណាជា key level សម្រាប់ trade ដូចគ្នានេះអញ្ចឹងបងប្អូនអ្នកគ្នា back test អញ្ចឹងធ្វើដដែលទៅនឹងខ្លាចជាទម្លាប់នឹងរុញបងប្អូនអ្នកគ្នាខ្លាចជាជំនាញហើយយើងមាន strategy យើងមានចំណេះដឹងច្រើនយើងអាច how to make profit បានអូខេអញ្ចឹងសម្រាប់បងប្អូនអ្នកគ្នាដែលគាត់អត់យល់តាក់ទងជាមួយនឹង strategy តាក់ទងជាមួយនឹង risk management តាក់ទងជាមួយការ trade ផ្សេងបងប្អូនអ្នកគ្នាព្យាយាម contact Telegram and join channel Telegram join community ហើយយើងអាចមានការ live បងប្អូនអ្នកគ្នាព្យាយាមសួរក្នុងការ live ក៏បានដែរក៏ល្អសម្រាប់បងប្អូនអ្នកគ្នាដែរអញ្ចឹងជាការ recommend ក៏ដូចជាលើកទឹកចិត្តទៅកាន់បងប្អូនអ្នកគ្នាព្យាយាម back test locking and back testing ធ្វើវាដដែលដូចខ្ញុំតែងតែនិយាយយើងកាលណាដែលយើងធ្វើវាដដែលនឹងខ្លាចជាទម្លាប់វិជាឥទ្ធិពលដល់ថ្ងៃក្រោយបើយើងអត់ចង់ធ្វើទេហើយសួរតែយើងចង់ជោគជ័យចង់ trade បានលុយច្រើនដូចគេមិនណាវាអត់មានអ្វីដែលធ្វើទៅស្រួលធ្វើទៅដូចគេនិយាយថាមានតែទូរស័ព្ទដៃមានតែ iPad មានតែ computer មួយ laptop មួយអាច how to make profit ពីលើ trading បានទេមកវាអត់បានទេបើថាបើសិនបើយើងអត់ចេះ strategy អត់ចេះរបៀបក្នុងការ max profit ពី market ទេរបៀប max profit បែបម៉េចបើសិនបើយើងអត់ចេះ strategy អត់ចេះជំនាញក្នុងការ max profit ទេរលុយពី trading ទេសួរថាយើងអាចទៅទាញផលប្រយោជន៍ទាញ profit ពី trading មួយកាត់អញ្ចឹងជំហានដំបូងទី1យើងត្រូវចេះ strategy ជាជំនាញឬក៏របៀបក្នុងការវិភាគក្រាបជាក់ស្ដែងបន្ទាប់មក risk management balance ណាការគ្រប់គ្រងលុយកាក់នៅក្នុងការ trading ណាបន្ទាប់មកផ្លូវចិត្តដែលគេហៅថា trading psychology ហើយអ្វីទាំងអស់នោះវាកើតចេញពីទម្លាប់របៀបរបបក្នុងការធ្វើប្រចាំថ្ងៃណាបើយើងអត់ធ្វើប្រចាំថ្ងៃទេសួរតែយើងអាចជោគជ័យថ្ងៃក្រោយបានទេវាអត់អាចទេវាកើតចេញពីទម្លាប់អ្វីដែលយើងធ្វើដដែលតោះនេះចឹងសង្ឃឹមថា locking and back testing locking and chart research and យើងមាន journal trading យើងមានការ note ទៅទុកទៅមានសិភៅមានប៊ិចមានអី note ព្យាយាម note វាទុកទៅខ្ញុំរៀនដំបូងខ្ញុំ note ទុកដូចគ្នាខ្ញុំអត់មាន journal ទេខ្ញុំអត់មាន trading plan ទេប៉ុន្តែយើងព្យាយាម note ទុកសិភៅខ្ញុំទៅសេអស់រាប់រយក្បាលទេពេលខ្លះតែសេឲ្យខុសបោះចោលសេខុសបោះចោលហើយយកថ្មីមកសេទៀតតែសេតម្រាំតែត្រូវមួយពេលខ្លះអត់ដឹងពីរូបរាង candlestick នេះអត់ដឹងអំពី chart line chart បែបមិនយល់មិនទេពិបាកក្នុងការរៀនដូចឥឡូវវាស្រួលមែនតើក្នុងការរៀនព្រោះដោយសារអីយើងមាន mentor យើងមានអ្នកណែនាំនឹងមានអ្នកដែលគាត់មានចំណេះដឹងនៅលើការ trade នៅលើ real market នៅលើtrading ទលំទលាឥឡូវណាអញ្ចឹងអត់មានអីនេះទេត្រឡប់ទៅវិញបងប្អូនអ្នកគ្នាព្យាយាមសិក្សាស្វែងយល់មុននឹងវិនិយោគទៅលើវិស័យណាមួយដូចជា crypto and forex ហើយបច្ចុប្បន្នយើង forex ណាដូចខ្ញុំបរៀនទៅលើ forex ខ្ញុំចែកម្លែកទៅលើមាតិកា forex អញ្ចឹងបងប្អូនអ្នកគ្នាព្យាយាមយកទៅ back test មុននឹងចាប់ផ្ដើម trade នៅលើ pair ណាមួយមុននឹងចាប់ផ្ដើមtest នៅលើ strategy ណាមួយសូម back test សិនមុននឹងចាប់ផ្ដើម trade ជៀសវាងការខាត់បងណាមួយព្រោះយើងអត់ដឹងថា strategy នេះវា work មិនទេវាដើរវាមានដំណាក់កាលបែបមិនទេណាអញ្ចឹងសង្ឃឹមថាអ្វីដែលខ្ញុំនិយាយបងប្អូនយកទៅអនុវត្តយកទៅធ្វើជា journal យកធ្វើជាលំហាត់ហើយព្យាយាមកត់ត្រាវាទុករាល់ពាក្យពេចន៍ដែលខ្ញុំបាននិយាយណែនាំព្រោះពេលខ្លះបើនិយាយអត់ត្រូវទេមិនយកទេទទួលយកនៅអ្វីដែលតែត្រឹមត្រូវតែប៉ុណ្្នឹងទៅណាអរគុណច្រើន